បាទចឹងនៅក្នុងនេះគឺយើងនិយាយអំពីណាcolor matching game ដែលយើងប្រើ constraint satisfaction problem ណាដើម្បីធ្វើជាអឺប្រធានបទណាដើម្បីរៀបចំហើយនៅក្នុងនេះគឺយើងមានចំណុចមួយចំនួនទី1គឺយើង import ណា sys ដែលជា built in time ក៏ជា built in login ក៏ជា built in ណា module អឺ sys ណាយើងដឹងហើយយើងប្រើប្រាស់ណាសម្រាប់ជាមួយនឹង OS ហើយ time គឺប្រើជាមួយនឹងពេលវេលា login នេះគឺប្រើសម្រាប់ណាធ្វើការ take action ឬក៏កត់ត្រានៅរាល់ណា activity ទាំង lain ដែល user គាត់បានធ្វើហើយបន្ទាប់មកគឺយើងប្រើតាមរយៈ PyQ6 នៅក្នុង PyQ6 យើងបាន import ណានៅ widget មួយចំនួនដែលអ្នកនរគ្នាធ្លាប់បានស្គាល់ខ្ញុំសូមលើកឡើងវិញថា Next application Q main window Q widget Next Q box layout Q push button Q label Q ណា box layout Q line edit ហើយអ្វីដែលថ្មីសម្រាប់អ្នកនរគ្នាគឺ Next Q table widget ហើយនឹង Next Q dialog ហើយនឹងមួយទៀតគឺ Next Q form layout ហើយក្រៅពីហ្នឹងគឺសិតសឹងតែជា tool ដែលយើងធ្លាប់ប្រើប្រាស់នៅក្នុងណាលំហាត់យើងពីមុនបាទមានដូចជា Q graphic sense Q graphic item Next Q graphic view Q menu គឺជាណា tool ថ្មីដែរដែលយើងត្រូវប្រើនៅក្នុង project ផុតយើងហ្នឹងហើយនឹង Q combo box យើងក៏ធ្លាប់ប្រើប្រាស់ពីមុនមកដែរបន្តមកនៅក្នុង GUI នេះគឺយើងមានបាទដូចជា Q painter Q color Q pen Next Q font Q brush ណា font matrix ហើយនឹង icon ហើយបន្តមកគឺយើងមាន Next Q decor ដែលមាន Qt បាទហើយយើងមាន Q ណាbreak form Q point form ហើយ Q timer នៅក្នុងនេះគឺយើងមិនចាំបាច់ប្រើក៏បានដែរអត់បញ្ហាទេសម្រាប់ Q time ហើយបន្តមកទៀតគឺយើងមានការរៀបចំណា login ដើម្បីកត់ត្រានៅរាល់ណាសកម្មភាពនៅក្នុងនេះយើងប្រើតាមរយៈ basic config ដោយយើងភ្ជាប់ណាជាមួយនឹង debug ហើយនឹងចាប់ពេលវេលាបាទតាមលំដាប់លំដោយបាទហើយបន្តមកទៀតគឺយើងមាន level name ហើយនឹង next message មានន័យថាអ្វីដែលយើងត្រូវធ្វើនៅក្នុងហ្នឹងវានឹងធ្វើការកត់ត្រាហើយនឹង display នៃព័ត៌មាននៅលើផ្ទាំង Windows ផងយើងសំទោសនៅក្នុង console application ផងយើងចឹងនៅក្នុងនេះយើងមាន class មួយចំនួនដែល class ទី1គឺយើងមាន color cell នេះគឺយើងទទួលបានមរតកអំពី Next Q graphic item ដែលជា parent class ហើយនៅក្នុងនេះយើងមាន constructor ណា init ដែលតំណាងឲ្យ class ណា color cell ផងយើងហើយនឹងមាន keyword ណា save បាទ keyword save ណាដែលជា keyword ឬក៏ជា parameter ដែលតំណាងឲ្យ class ណា color cell ផងយើងតមកយើងមាន parameter color name color list ណា parent window ទីតាំង i j cell size ហើយនឹង parent ណាដែលយើង assign default value ស្មើនឹងណាន់ហើយបន្តមកយើងប្រើ super ណាភ្ជាប់ទៅកាន់ init ដែលជា constructor របស់ parent class ដើម្បីស្នើឬក៏មានសិទ្ធិនៅក្នុងការធ្វើ modify data ណានៅក្នុង object ឬក៏ណានៅក្នុង attribute ទាំងអស់ហ្នឹងហើយបន្ទាប់មកយើងរៀបចំណានៅ variable គេហៅថាណា instant attribute ដែលក្នុងនេះគឺយើងមាន instant ឈ្មោះណា original color name ហើយយើងចាប់ចេញពី color name parameter ហើយបន្ទាប់មកយើងមាន display color យើងប្រើតាមរយៈ hue color ណាដោយប្រើតាមរយៈ function មួយគឺ get color RGB ណាដើម្បីឲ្យដឹងថាពណ៌ផុតយើងប្រើតាមរយៈ RGB ដើម្បី design ហ្នឹងតើ red
green ហើយនឹង blue មានលេខតំណាងអ្វីខ្លះតមកយើងចាប់តាមរយៈ color name ដែលបានបោះចូលមកតាមរយៈ parameter របស់ constructor យើងហើយក្រោយមកទៀតគឺយើងមាន default value គឺយើង set ណាបាទ display color ផាត់យើងហើយបន្ទាប់មកយើងមានណា select color none បាទ select color name យើងស្មើនឹង none ដោយអត់ទាន់បានដាក់តម្លៃໄວចូលក្នុងហ្នឹងទេបន្ទាប់មកយើងមាន color list នេះយើងទទួលបានពី color list parameter ហើយបន្ទាប់មកគឺយើងរៀបចំណា parent window ដោយយើងទទួលបានណាតម្លៃពីបាទ parent window បាទដែលជា parameter ផងយើងផងដែរតោះមកយើងចាប់ទីតាំង i តំណាងឲ្យ row j តំណាងឲ្យ column នៅក្នុង cell នីមួយៗហើយបន្ទាប់មកយើងអាចកំណត់ទំហំរបស់ណាប្រអប់ផាត់យើងនីមួយៗនៅក្នុង cell size ហើយនឹង to call state ណាមុនដំបូងគឺយើង set វាស្មើនឹង false ហើយបន្ទាប់មកយើង set ណា timer តាមរយៈបាទ q timer ហើយតាមរយៈ time out នេះគឺយើងបានភ្ជាប់ទៅកាន់ function ដែលឈ្មោះថា to call plus color ដើម្បីឲ្យវាធ្វើការផ្លាស់ប្ដូរណានៅពណ៌ទៅមកនៅពេលដែល user គាត់ធ្វើការ matching ណាប្រអប់ color ជាមួយនឹងពណ៌ណាឈ្មោះរបស់ពណ៌ហ្នឹងវាមិនត្រូវគ្នាហើយបន្ទាប់មកយើង set flag ដោយយើងដាក់ណា color ផាត់យើងតាមរយៈ view graphic item ហើយនឹងណា graphic បាទ flag ផាត់យើងដោយយើងចាប់ផ្ដើមណា check ទៅលើ item ដែលយើងបាន select ចេញពី table មានន័យថានៅពេលដែល user គាត់ធ្វើការកំណត់ណាប្រអប់ណាត្រូវដាក់ពណ៌អីអញ្ចឹងយើង set វាមកជា true ហើយបន្ទាប់មកយើង set ណា mouse button ដើម្បីចាប់យកនៃសកម្មភាពដែល user គាត់ប្រើប្រាស់តាមរយៈ mouse នៅពេលដែលគាត់ click ទៅលើណា button ខាងឆ្វេងរបស់ mouse ផងយើងហើយបន្ទាប់មកយើងចាប់យកណាយកនៅ asset hover event ណាដែលមានតម្លៃស្មើ true នឹងផងដែរបន្តមកទៀតយើងចាប់ផ្ដើមបង្កើត function មួយទៀតឈ្មោះថា bound rex ដើម្បីធ្វើការគូសដោយយកប្រអប់នៃ cell នីមួយៗមកចែកនឹង2បាទហើយនេះយើងដកជាមួយនឹងតម្លៃណាតម្លៃអវិជ្ជមានរបស់ cell size ផងយើងចែកនឹង2ហើយបន្តមកទៀតយើងមានណា cell size ហើយនឹង cell size ដែលជាទំហំណាដែលយើងប្រកាសដើម្បីឲ្យវាមានតម្រង់ជាការ៉េណាហើយយើងប្រើនេះគឺដើម្បីណាខាងដើមនេះគឺទីតាំងពីព្រោះយើងយក cell ហ្នឹងមកចែកទាំងពីរទៅយើងដឹងថាទីតាំងវាត្រូវនៅកន្លែងណាបាទហើយបន្ទាប់មកយើងមាន function paint ណាដែលយើងមាន parameter painter ហើយយើងមាន option ណាជាណា parameter មួយហើយនឹង widget តែស្មើនឹងណាំនៅក្នុងនេះយើងប្រើប្រាស់ nested render hint ដើម្បីធ្វើការ render នៅប្រអប់ដែលយើងបានគូសពីព្រោះជាទូទៅការគូសភ្លាមគឺវាមិន smooth ទេវាមិនស្អាតទេអញ្ចឹងយើងត្រូវការប្រើប្រាស់ណាដើម្បី render hint ដើម្បីឲ្យយើងដឹងថាយើងដាក់អីចូលទៅខាងក្នុងហ្នឹងហើយបន្ទាប់មកយើងប្រើប្រាស់តាមរយៈ pen ណានៅក្នុងនេះយើងប្រើ Q pen ដោយយើងដាក់ពណ៌វាគឺពណ៌ black ណាមានន័យថាជាងគូសណាបន្ទាត់ពណ៌ហ្នឹងគឺពណ៌ខ្មៅហើយមានទំហំ 1.5 pixel មានន័យថា1 pixel កន្លះនៅក្នុងហ្នឹងហើយបន្ទាប់មកយើង call ទៅកាន់ bound range ណាដែលជា function ដែលយើងបានបង្កើតនៅខាងលើនេះសម្រាប់ណាគូសវាហើយបន្ទាប់មកយើង draw ណា round ណាដោយចាប់តាមរយៈ rect ដែលយើងបាន bound តម្លៃដែលយើងបានគូសហ្នឹងរួចណាយើងចាប់ផ្ដើមគូសវាដោយកំណត់ណានៅក្នុង rect ហើយបន្ទាប់មកយើងកំណត់បាទ rectangle បាទកំណត់ផាត់យើងហើយយើងយក10ណា10ដើម្បីរក្សាការងាររបស់វាបន្ទាប់មកយើងមានtext ណា display text
ដោយយើងដាក់ color name បើសិនជាត្រូវបាននេះ user គាត់ជ្រើសរើសពណ៌ណាមួយហើយបើគាត់អត់បានជ្រើសរើសពណ៌ណាមួយទេយើង set blank មានន័យថាឲ្យវាស្មើនឹងទេហើយបន្ទាប់មកយើងចាប់ផ្ដើមយកវាមកធ្វើការកំណត់អំពីនេះពណ៌ដោយនៅក្នុងពណ៌ជាទូទៅគឺយើងប្រើប្រាស់ color RGB ណាដែលយើងបាន display ហ្នឹងអញ្ចឹងនៅក្នុងនេះយើងប្រើតាមរយៈ display color ដែលយើងបាន set brush ដើម្បីកំណត់ពណ៌ដែលយើងធ្វើទៅតាមអ្វីដែល admin បានកំណត់ណាហើយបន្តមកទៀតយើងចាប់យកពណ៌ហ្នឹងយកមកសិក្សាដោយពណ៌ណា RGB ជា variable 3ហើយបន្តមកយើងមានណា underscore parameter មួយដោយនៅក្នុងនេះយើងប្រើបាទ luminance ណាដើម្បីកណនាអំពីពណ៌របស់យើងណាដោយយកពណ៌ណា 0.299 គុណជាមួយនឹង red ណាដែលមានពណ៌0ក្បៀសណាបាទ587ហើយជាមួយនឹង green បូកជាមួយនឹងណា 0.114 ហើយនឹងណាបាទ black គឺជាពណ៌ដែលយើងត្រូវធ្វើការសិក្សាណាដើម្បីយកមក generate ហើយបង្កើតជាពណ៌បាទតែតាំងពិតទៅយើងអាចប្រើប្រាស់នេះឈ្មោះដោយត្រង់ក៏បានដែរសម្រាប់យើងនៅពេលក្រោយអញ្ចឹងបន្តមកយើងបានបង្កើតជា color text ណា color text នេះគឺយើងនឹងដាក់វាជាពណ៌សបើសិនជាពណ៌ហ្នឹងវាជួបជាមួយណាពណ៌ខ្មៅបាទមានន័យថាវានឹង set ពណ៌ធម្មតាហើយបើសិនជាពណ៌ផាត់យើងនឹងពណ៌ខ្មៅណា background ពណ៌ខ្មៅចឹងវាដូរមកជាអក្សរពណ៌សខ្ញុំទើបតែដូរកន្លែងហ្នឹងអំបញ្ញមិញណាដើម្បីឲ្យវាស្របពីពណ៌ខ្មៅយើងដាក់អក្សរពណ៌ខ្មៅទៅទៀតយើងមើលអត់ឃើញទេបាទបន្តមកយើងមាន text pen យើងចាប់យក text color ដែលបានគូសហ្នឹងហើយបន្តមក pen ផាត់យើងគឺយើងយកពណ៌ហ្នឹងមកហើយយើង set font ណា Q font ហ្នឹងគឺយើងប្រើណា Sequel UI បាទហើយយើង convert ណាប្រអប់ផាត់យើងហ្នឹងដោយយកមកគុណជាមួយនឹង 0.2 បាទដើម្បីរៀបចំហើយនឹង weight ណា medium បន្តមកទៀតបាទយើង set font ណាទៅក្នុង pointer ហើយយើង set matrix ឲ្យវានៅណាធ្វើការ display នៅក្នុង horizontal ហ្នឹងហើយ display text ហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមយក text ហ្នឹងយកទៅគូសណាមានន័យថាយើងចាប់ផ្ដើមបញ្ចូល text នៃពណ៌អក្សរហ្នឹងចូលទៅក្នុងទីតាំងណានៃក្នុងប្រអប់ផាត់ជាមួយហ្នឹងហើយនេះគឺជាmouse press event បាទដែល user គាត់ចុចទៅលើ mouse ខាងឆ្វេងអញ្ចឹងវានឹងចាប់យក position នៅលើ send មានន័យថាគាត់ចុចទៅលើប្រអប់មួយណាហើយប្រអប់ហ្នឹងវានឹងចាប់យកទីតាំងហ្នឹងដោយយកមកទុកនៅក្នុងណា item variable ផាត់យើងអញ្ចឹងវាចាប់ទីតាំងបានច្បាស់វាដឹងហើយបាទយើងយក item ហ្នឹងយកមកសិក្សាណាបើសិនជានេះកន្លែងនេះគឺយើងធ្វើការកត់ត្រាថា user គាត់បានណា click ទៅលើ cell មួយណា cell នៅ row ទីប្រមាណ column ទីប្រមាណហើយនៅក្នុង send coordinator position ផនវា x ប្រមាណ y ប្រមាណបាទ y x ប្រមាណ y ប្រមាណហើយបន្ទាប់មកបានយើងបង្កើត menu មួយណាដោយឲ្យ menu ហ្នឹងធ្វើការ read data ណាចេញពី color list ហើយយើងចូលវាមកធ្វើការ display ណាម្ដងមួយតាមរយៈ color variable ហើយបន្ទាប់មកយើង add color ហ្នឹងចូលទៅក្នុង menu ដែលយើងបានបង្កើតហើយបន្តមកទៀតយើងចាប់ផ្ដើមយកណា menu ហ្នឹងយកទៅភ្ជាប់ណាជាមួយនឹង function lambda ដែលជា animal function ណាដោយបញ្ជាក់អំពីសកម្មភាពដែល user គាត់បាន click ហើយបន្ទាប់មកយើងចាប់ផ្ដើមណាចាប់យក color ហ្នឹង color ដែលuser បាន click ហ្នឹងយកមកទុកនៅក្នុង variable c ហើយយើងក៏ចាប់ផ្ដើម set ណា select color ហ្នឹងទៅជាណា C ហ្នឹងបោះចូលទៅខាងក្នុងនឹងតែម្ដងអញ្ចឹងពេលវាធ្វើមាន color មានប្រមាណនៅក្នុងហ្នឹងវានឹងធ្វើការម្ដងមួយហើយបន្ទាប់មកយើង execute ណា menu ផនយើងដោយចាប់យកតាមរយៈ position ដែល user គាត់បាន click
ហើយយើងអាសឹបយក event ហ្នឹងដើម្បីឲ្យបញ្ជាក់ឲ្យច្បាស់ថា user ពិតជាបាន click ទៅលើនេះប្រអប់មួយហ្នឹងមែនបន្តមកទៀតគឺយើង set ណា color set select color ដោយដាក់ color name អញ្ចឹងយើងចាប់ផ្ដើមធ្វើ debug ណាដោយធ្វើការកត់ត្រាទុកថា setting select color ណា color name ឈ្មោះអីសម្រាប់ cell ណាទៅទីតាំង i ប្រមាណ j ប្រមាណមានន័យថា row ប្រមាណ column ប្រមាណហើយបន្តមកទៀតគឺយើងមាន select ណា color name ស្មើនឹងណា color name ហើយបន្តមកយើងធ្វើបច្ចុប្បន្នភាពណាដោយភ្ជាប់ទៅកាន់ update function ហើយបន្ទាប់មកយើងធ្វើការ update cell ដោយនេះដាក់ទីតាំង i ហើយនឹង column ជាមួយនឹងឈ្មោះនេះរបស់ color name ផងយើងចូលទៅខាងក្នុងណាហើយ color name ហ្នឹងយើងដឹងហើយថាវាជា parameter ដែលភ្ជាប់មកតាមរយៈណាការដែល user គាត់ click ទៅលើ Q menu ហ្នឹងតមកយើងមាន evaluate ណា evaluate match ដែលធ្វើការផ្ទៀងផ្ទាត់នៅពណ៌ color ជាមួយទៅឈ្មោះ color ជាមួយនឹងប្រអប់ color បើសិនបើណា color select color name ផាត់យើងស្មើនឹង color អញ្ចឹង color name ហ្នឹងយើងនឹងចាប់ផ្ដើមណា get ចេញពី color RGB ហើយយើងយកឈ្មោះ color name ហ្នឹងយកទៅ apply ហើយបន្ទាប់មកយើងធ្វើបច្ចុប្បន្នភាពវាទៅហើយបន្ទាប់មកយើង stop flashing មានន័យថាយើងអត់ឲ្យវាណាធ្វើការ change color លើប្រអប់ដែលមានចម្លើយខុសនឹងទៀតទេហើយបើសិនជាខុសពីហ្នឹងគឺយើងឲ្យវា start ណា flashing មានន័យថាវាដោះដូរពណ៌ទៅវិញទៅមកចឹងនៅក្នុងនេះបើសិនជា timer ផាន់យើង is active ចឹងវានឹងធ្វើការជាមួយនឹង toggle state ហើយវានឹងធ្វើការផ្លាស់ប្ដូរនៅរៀងរាល់កន្លះវិនាទីម្ដងបាទកន្លះវិនាទីម្ដងវានឹងដូរតមកយើងមាន stop ណា flash ដែលពេលដែល timer យើង is active ហើយយើងបញ្ចប់វាទៅហើយបន្ទាប់មកយើងធ្វើការ display នៅ color RGB ជាមួយនឹង original color name ហើយបន្ទាប់មកយើងធ្វើការupdate បាទយើងធ្វើការ update ទាំងកិច្ចការផាត់យើងហើយនៅក្នុងនេះគឺជា color បាទtoggle flash color ក្នុងហ្នឹងគឺខ្ញុំប្រើពីរពណ៌គឺពណ៌ក្រហមហើយពណ៌ green បើអ្នកនរនេះចង់ដូរពណ៌អីអ្នកនរនេះអាច select ទៅលើពណ៌ហ្នឹងហើយរើសដូរខ្លួនឯងបានបាទ select លើពណ៌ហ្នឹងទៅអាចដូរដោយខ្លួនឯងបានអញ្ចឹង toggle state បើសិនជាវាពិតវានឹងធ្វើការចាប់យកពណ៌ red ហើយមិនពិតវានឹងយកពណ៌ green ហើយបន្ទាប់មកយើង call វាទៅក្នុង Google បាទ toggle state ដើម្បីធ្វើការផ្លាស់ប្ដូរតាមអ្វីដែលយើងបានកំណត់ដែរបាទអញ្ចឹងបើសិនជា toggle state វាស្មើជាមួយនឹង not toggle state មានន័យថាវាផ្លាស់ប្ដូរគ្នាវាមិនស្មើគ្នាអញ្ចឹងយើងធ្វើការ update ហើយបន្ទាប់មកយើង get color RGB នៅក្នុងនេះគឺយើងមាន9ពណ៌ដោយយើងធ្វើការ mapping រួចហើយ red ដែលយើងដាក់ពណ៌នេះហើយវាជាលេខរបស់ RGB ពីរខ្ទង់សម្រាប់តំណាងឲ្យRGB ផុនយើងហើយវាជាលេខ hexadecimal លេខគូល16នៅក្នុងការកំណត់ពណ៌នេះហើយអ្នកនរគ្នាក៏អាចបង្កើតពណ៌ផ្សេងទៀតទៅតាមការចង់បានអ្នកនរគ្នាអាចបង្កើតពណ៌អីក៏បានដែរនៅក្នុងហ្នឹងអាស្រ័យទៅលើការកំណត់របស់អ្នកនរគ្នាទេហើយបន្តមកយើងចាប់ផ្ដើមreturn បាទជាមួយនឹង color map ដោយ get ជាអក្សរតូចទាំងអស់ដោយសារតែឈ្មោះពណ៌យើងដូរជាអក្សរតូចបាទបន្ទាប់មកយើងរៀបចំនៅ class មួយទៀតឈ្មោះថា time updater នៅក្នុង time updater នេះគឺយើងមាន constructor មួយដោយមាន parameter ឈ្មោះ label ហើយយើងចាប់ផ្ដើមបង្កើត timer តាមរយៈ queue timer ហើយយើងភ្ជាប់វាទៅកាន់ update time ដែលនៅខាងក្រោមហើយបន្ទាប់មកយើងឲ្យវាធ្វើការផ្លាស់ប្ដូរព័ត៌មានរៀងរាល់1នាទីម្ដងហើយបន្តទៅទៀតយើងធ្វើការ update time ដែល update time នេះគឺយើង set វាជាលក្ខណៈ international time បាទដោយយើងយកទីតាំងនៅស្រុកខ្មែរគឺបូក7ហើយ
này giờ thưa ca chủ mùi năng local time cứ sầm đáy từ lơ time đại thậtในขนม này computer พันเจอแบบ computer พันเจอนี่มองประมาณវានឹង load មកនឹងដូចគ្នាបាទតោះបើយើង set text ណាដោយយើងដាក់ថា CSP color matching game ហើយយើងចាប់យកនៅព័ត៌មានរបស់ time ហ្នឹងយកមកធ្វើការនៅក្នុង in place បាទ holder ផងយើងតាមរយៈ format string បន្តមកទៀតយើងចាប់ដើមបង្កើតណានៅ class មួយទៀតដោយឈ្មោះថា color matching window វាណាទទួលបានមរតកអំពីបាទ human window ហើយយើងមាន constructor ណាដែលអាចឲ្យយើងធ្វើការកែប្រែឬផ្លាស់ប្ដូរតម្លៃណា object ដែលនៅក្នុង parent constructor បានតាមរយៈ super ហើយបន្ទាប់មកណាយើង set ណា title CSP color matching game ណាឲ្យវា load ចេញមកនៅក្នុងទីតាំង100ណាy high ដែលជាទីតាំងត្រូវធ្វើការ display ហើយបន្ទាប់មកយើងកំណត់ screen របស់ផ្ទាំង window យើងគឺ600គុណនឹង600ហើយបន្ទាប់មកអ្នកនរនេះអាច set icon icon នេះអ្នកនរនេះអាចធ្វើខ្លួនឯងនេះអ្នកនរនេះអាច build icon តូចមួយដែលវានឹងបង្ហាញដូចរូបកន្លែងនេះចឹងបាទកន្លែងនេះចឹងគឺវាជា icon ចឹងអ្នកនរនេះចង់ដាក់ icon នឹងរូបយ៉ាងម៉េចអ្នកនរនេះអាចគូសរូបហ្នឹងហើយដាក់នេះនៅក្នុងទីតាំងជាមួយនឹង file ផុតយើងហ្នឹងទៅពេលនោះវានឹងចាប់យកមកធ្វើការ display ហើយកន្លែងនេះគឺជាការកំណត់ទំហំផុតយើងបើសិនជាយើងត្រូវការតែ3ណា row 3 column យើងដាក់ size វាតែ3ហើយបន្ទាប់មកជាបង្កើត empty color ហើយនឹង init next color សិតតែជា list empty ហើយនឹង user grid ហើយនឹង cell ក៏ empty ដែរបន្ទាប់មកទៀតយើងនេះរៀបចំ style sheet ដោយ set style sheet នៅក្នុងនេះយើងដាក់ Q label ណា Q label header ផងយើង set font size 20 bold ហើយ padding ណាចំនួន10 pixel ហើយនឹងពណ៌របស់វាពណ៌នេះគឺពណ៌របស់ RGB ហើយបន្ទាប់មកយើងដាក់ Q label ណាយើង set បាទ status label ដោយ font វាទំហំ14ណា padding 6ហើយនឹង color push button នេះយើងដាក់ពណ៌វាតាម RGB ណាហើយយើងដាក់អក្សរពណ៌សហើយក្រោយមកយើង padding ណា8 14បាទ pixel បាទណាហើយអានេះគឺ right ហើយនឹង top ហើយបន្ទាប់មកគឺ font size យើង set 14ហើយ border យើងយកណាន់ហើយនឹង radius គឺប៊ូតុងហ្នឹងវាមានលក្ខណៈកោងណាកោងវាមិនត្រង់មកពេកទេអញ្ចឹងវាមានលក្ខណៈកោងយើងយក6 pixel ណាកែងហ្នឹងវានឹងរៀបចំហ្នឹងតបមក push ប៊ូតុង hover គឺយើងពេលដែល mouse over ទៅយើងដូរ background ណាឲ្យវាទៅជាពណ៌មួយផ្សេងទៀតហើយបន្ទាប់មកយើងរៀបចំ next Q graphic view ដោយយើងដាក់ border 2 pixel ហើយណាមាន solid ពណ៌សម្រាប់ zoom ផុតយើងហ្នឹងពណ៌ហ្នឹងហើយនឹងមាន radius 10 pixel ហើយនឹងដាក់ background color ណា F9 ដែលជា RGB ទាំងអស់ហើយបន្ទាប់មកយើងណា call ទៅកាន់ init UI ដើម្បីរៀបចំ graphic user interface ផងយើងនៅក្នុងនេះយើងបង្កើត central widget តាមរយៈ Q widget ហើយបន្ទាប់មកយើង set វាណាឲ្យនៅចំកណ្ដាលនៅក្នុងផ្ទាំង window ផងយើងហើយក្រោយមកយើងបង្កើត layout ណាសម្រាប់ធ្វើការចាប់យក central widget ដែលយើងបានគូសបានរៀបចំហ្នឹងយកទៅដាក់នៅក្នុង layout ផងយើងតាមរយៈ QV box layout ហ្នឹងបន្ទាប់មកទៀតយើងណារៀបចំ current time ដោយប្រើប្រាស់តាមរយៈ time ណា start format time បាទមានន័យថាជាពេលវេលាដែលយើងបានកំណត់តែយើងចង់បានរូបរាងយ៉ាងម៉េចបន្ទាប់មកនេះយើង set ពេលវេលាទៅតាមតំបន់ផងយើងហើយយើងចាប់តាមពី local time ផងយើងហើយយើងដាក់ណា header label តាមរយៈ Q label ណាក្នុងនេះយើងដាក់ណា CSP color matching game current time ផងយើងមកបន្ទាប់មកយើង assign វានៅចំកណ្ដាលហើយ
này dương set object name nắng đã mua thay chỉ header label hay tỏ báo dương add này header label cho từក្នុង layout ផងយើងបន្តមកទៀតយើង add button ណា admin button ដោយដាក់ឈ្មោះពេញផងវាគឺ admin setting ហើយយើងភ្ជាប់ទៅកាន់បាទណា function មួយតាមរយៈ user ពេល click ទៅលើ button ហ្នឹងដោយដាក់ឈ្មោះថា show admin dialog ហើយបន្តមកយើង add admin ហ្នឹងចូលទៅក្នុង layout ណាហើយបន្តមកទៀតយើងចាប់ផ្ដើមរៀបចំ send មានន័យថា graphic ណា custom graphic មួយណាយើងដាក់ឈ្មោះថា send ហើយយើងរៀបចំនេះវានៅក្នុងដោយ add send ហ្នឹងចូលទៅក្នុង view ហើយបន្តមកយើង set render ដើម្បីធ្វើការ display នៅ graphic ដែលយើងបានគូសហ្នឹងឲ្យត្រូវហើយបន្តមកទៀតយើង add ណា widget ហ្នឹងបាទណាview ហ្នឹងចូលទៅក្នុង layout ផងយើងហើយក្រោយមកបានយើងបង្កើតណា view xbox layout ដើម្បីរៀបចំជាប៊ូតុងផងយើងដែលមាន3នៅក្នុងហ្នឹងហើយប៊ូតុងផងយើងនឹងបង្កើតណាទី1ឈ្មោះ check ប៊ូតុងយើងដាក់ឈ្មោះថា check matching យើងភ្ជាប់វាទៅកាន់ function មួយឈ្មោះថា check CSP ហើយយើងណា enable ឲ្យវាស្មើនឹង false ណាហើយបន្តមកទៀតណាពេលដែល set ដំបូងនេះគឺដោយសារតែវាអត់ទាន់មានលទ្ធផលអីចឹងយើងមិនឲ្យ user click ទៅលើហ្នឹងទេវាអត់ធ្វើសកម្មភាពទេពេលដំណើរការមកដំបូងព្រោះដោយសារវាចេញមកស្អាតទៅទេស្អាតរួចស្រេចហើយបន្តមកយើងមាន clear ប៊ូតុងយើងដាក់ឈ្មោះ clear ហើយ connect ទៅកាន់ clear grid ហើយយើង set វាមកនៅ enable ហ្នឹងស្មើ false នៅជំហានដំបូងដូចគ្នាហើយ new game នេះក៏ដូចគ្នាដែរនេះ new game ប៊ូតុងយើងភ្ជាប់ទៅកាន់នេះ new game បាទ class សំទោស function ផងយើងហើយបន្តមកនេះយើងភ្ជាប់ new game ហ្នឹងណាជាមួយនឹង enable smart false មានន័យថា user មិនអាច click បានហើយបន្តមកទៀតយើង add ណាប៊ូតុង layout នេះមកទៅជា extract ណាឲ្យវាពេញហើយបន្តមកយើង add វាមួយណាវារត់ចូលទៅខាងក្នុងប៊ូតុងបាទ layout ផងយើងតាមលំដាប់ដោយហើយយើង extract មានន័យថាឲ្យវា read ធំទៅតាមអ្វីដែលផ្ទាំងវីដេអូផងយើងធ្វើហ្នឹង read ហ្នឹងហើយបន្តមកយើង add នៅប៊ូតុង layout ហ្នឹងចូលទៅក្នុង layout ផងយើងហើយបន្តមកទៀតយើងសរសេរ status ណានៅ status label ហ្នឹងយើងស្វាគមន៍ welcome use ណា admin setting to config បាទហើយបន្តមកយើង set វាជា status label object ហើយបន្តមកយើង add status ហ្នឹងចូលទៅក្នុង layout នៅកន្លែងនេះគឺតាក់ទងជាមួយនឹង resize event resize event នេះគឺសំដៅទៅលើផ្ទាំងវីដេអូផងយើងពេលរីករួមណានៅពេលដែល user គាត់ពង្រីកទាញក្តីគាត់ចុចទៅលើ maximize ឬក៏ minimize ក្តីគឺវានឹងប្រែប្រួលហើយយើងចាប់តាមរយៈ event parameter ណាហើយយើងនឹងធ្វើការ resize តាមរយៈ super ដែលជាណា object ឬក៏ជា attribute ដែលមាននៅក្នុងណា parent class ផងយើងបាទហើយបន្តមកយើង generate game ដែល generate game ហ្នឹងគឺជាណា function ដែលមានតួនាទីសម្រាប់ណាធ្វើការរៀបចំពណ៌ឲ្យស្របទៅនឹងអ្វីដែល admin បានកំណត់ហើយមុននឹងទៅដល់ការ generate game គឺយើងមាន function មួយសម្រាប់ឲ្យណា user គាត់ធ្វើការបង្ហាញមានន័យថាយើងបង្ហាញណាឈ្មោះdialog សំទោសយើងបង្ហាញ dialog មួយនៅតាមរយៈ admin dialog class ដែលនៅខាងក្រោមនេះ admin dialog class ហ្នឹងអញ្ចឹងយើងចាប់ផ្ដើមណាចាប់យកពណ៌បាទមកហើយនៅក្នុងពណ៌ហ្នឹងគឺយើងមានណាជា list ឬក៏ជា list មាន red orange yellow ចំនួន9ហើយបើសិនជាអ្នកនរគ្នាមានពណ៌អីផ្សេងទៀតអ្នកនរគ្នាអាចបន្ថែមនៅកន្លែងហ្នឹងបាទទៅតាមនឹងខ្លួនទៅហើយបន្ទាប់មកយើងឲ្យ dialog នឹង execute មានន័យថាវានឹងចាប់ផ្ដើមធ្វើការ display ហើយយើង set ណា label នៅពីមុខ shoebox ផងយើងដាក់ថា grid ណា generate ណា click cell to select color ហើយបន្ទាប់មកយើងណាបើកប៊ូតុងcheck ប៊ូតុង clear ប៊ូតុងហើយនឹង new game ប៊ូតុងផងយើងឲ្យអាចណាធ្វើអន្តរកម្ម
ជាមួយនឹងមនុស្សបានពីមុនយើង set វាទៅ false តែឥឡូវយើង set វាមក true មានន័យថា user គាត់អាច click ទៅវានឹងចាប់ផ្ដើមធ្វើសកម្មភាពបានហើយនៅក្នុងការ generate game នេះយើងមានលក្ខខណ្ឌណានៅក្នុងនេះគឺបើសិនជាណា init color ផងយើងមិនទាន់ត្រូវបានកំណត់ទេអញ្ចឹងវានឹង return ណាត់ហើយ send ណាបន្ទាប់មកវានឹងធ្វើការ clear សម្អាតចោលទាំងអស់ណាហើយបន្តមកទៀតយើងមានណា view width បាទដោយយើងប្រើតាមរយៈណា view port width ហើយនឹង height អំពីទំហំរបស់ send ផងយើងតើទំហំប៉ុណ្ណាដែលយើងចង់បានហើយបន្តមកទៀតយើងមាន variable size ដែលនៅក្នុងនេះគឺយើងមានណា3 row 3 column បាទអញ្ចឹងយើងយក view width ហើយនិង view height ណាឲ្យដោយយកកម្រិតបរិមាណតូចបំផុតហើយបន្ទាប់មកយើង set space ណាចំនួន10 pixel នៅចន្លោះហ្នឹងហើយនឹង total space គឺយើងយក space ផងយើងហ្នឹងយកមកគុណជាមួយនឹង size បូកថែម1ទៅអញ្ចឹងយើងរកឃើញតម្លៃវាហើយបន្ទាប់មក cell size នេះគឺយើងយក available size ដកជាមួយនឹង total space ចែកជាមួយនឹង size គឺយើងរកឃើញ cell size ប្រអប់មួយមានទំហំប៉ុណ្ណាច្បាស់លាស់ហើយតទៅទៀតយើងមានvariable បាទ total ណា grade y យើងយក size មកគុណជាមួយនឹងណា cell size បូកជាមួយនឹង spacing ដែលយើងបានកំណត់ខាងលើហើយនឹង height ដូចគ្នាដែរនេះយើងយក size របស់វាយកមកគុណ cell size ហើយដកជាមួយនឹង spacing ហ្នឹងហើយបន្ទាប់មកយើងមើលទីតាំងរបស់ x offset ណាដោយយកបាទ view widget ខាងលើដកជាមួយនឹង total grid width ចែកនឹង2បូកជាមួយនឹង cell size ចែកឲ្យ2ហើយ y ដូចគ្នាដែរគឺយើងយក height មកប្រើដកជាមួយនឹងណា total grid height ចែកនឹង2 cell ចែកជាមួយនឹង2បូកបន្ថែមហ្នឹងហើយបន្ទាប់មកនេះគឺយើងមានបាទ cell នៅក្នុងនេះគឺយើងប្រើប្រាស់ណាជាបាទគេហៅថា nest list ដោយ generate ណាចេញពីបាទណាគេហៅថា nest list វានឹង return ណាត់បើសិនជាណា variable underscore ផងយើងវាអត់ស្ថិតនៅក្នុង range នៅក្នុងទំហំណាមួយតែបើសិនជាវាស្ថិតនៅក្នុងទំហំណាមួយវានឹង generate ណាឲ្យទៅជាទំហំដែលស្របណាទៅនឹងrow ណាមានន័យថាកន្លែងនេះគឺជា row ជាតម្លៃជា row ណាមានន័យថាមួយជួរដេកផងយើងតមកយើងចាប់ផ្ដើមប្រើប្រាស់ next loop តែដើម្បី generate row និង column តាមរយៈ range size ផងយើងហើយនឹងណា j ណា size ផងយើង cell ណា color cell ហើយយើងរៀបចំ init color ដែលជា function ដែលយើងបានបង្កើតណាសំទោស instant attribute ដែលយើងបានបង្កើតយើងចាប់តាមរយៈទីតាំង i ណាតំណាងឲ្យ row ហើយនឹង j តំណាងឲ្យ column ហើយបន្ទាប់មកយើង set color ណាយើងចាប់យក color save ណាហើយ i j ហើយនឹង cell របស់យើងបន្ទាប់មកយើងណាចាប់យកទីតាំង x និង y ដោយយក j ណាគុណជាមួយនឹង cell បូក space បូកជាមួយនឹង x soft ណា offset ផងយើងហើយ y ក៏ដូចគ្នាដែរគឺយើងយក x ណាគុណជាមួយនឹង cell បូក space បូកជាមួយនឹង x ណា offset ផងយើងបន្ទាប់មកយើងចាប់ផ្ដើមកំណត់ទីតាំងរបស់ cell x ណាតាមរយៈ x ហើយនឹង y ដែលជា position ណាដែលតំណាងដោយ object ផងយើងមួយហ្នឹងបន្ទាប់មកយើងណាធ្វើការ add cell ហ្នឹងចូលទៅក្នុង send ហើយបន្ទាប់មក cell ផងយើងណាវានឹងធ្វើការបញ្ចូលទៅក្នុង cell ណាទាំងមូលដែលមានទីតាំង x ហើយនឹង y នៅក្នុងហ្នឹងហើយបន្តមកទៀតគឺយើងណា user grid i ហើយនឹង j មានន័យថាទាំង9ប្រអប់ហ្នឹងយើងកំណត់ឲ្យវាស្មើនឹងសិនហើយបន្តមកទៀតយើងរៀបចំ send ដោយ set ណានៅ send ណា rectangle ដោយចាប់ទីតាំង0 0ជាចំណុចដែលយើងត្រូវគូសនៅក្នុង cell នីមួយៗណាដោយចាប់ណាគូសប្រវែងទៅតាម view y ហើយនិង view height ដូច្នេះ view height ស្មើប៉ុន្មាន y ស្មើប៉ុន្មានអញ្ចឹងនឹងវាបង្កើតបានជាផ្ទាំងមួយនឹងឲ្យយើងបន្តមកទៀតយើងមាន update cell ណាយើងមាន
parameter ណេះ i តំណាងឲ្យ row j តំណាងឲ្យ column ហើយនឹងឈ្មោះ color ណេះដែលយើងបាន select ចេញពី Q menu ហើយអញ្ចឹងយើងចាប់យក color name ហ្នឹងណេះយកទៅ add ចូលទៅក្នុង user grid តាមរយៈទីតាំង row និង column នៃប្រអប់នីមួយៗហ្នឹងហើយបន្ទាប់មកគឺយើង clear grid ណាមានន័យថាយើងសម្អាតបាទឈ្មោះពណ៌អក្សរហ្នឹងចេញពីប្រអប់នីមួយៗណាដោយយើងប្រើប្រាស់តាមរយៈ next loop ដែលណាnext loop outer loop ណាគឺតំណាងឲ្យ row ហើយ j តំណាងឲ្យ column អញ្ចឹង cell ផាត់យើងគឺយើងចាប់តាមទីតាំងណា i ហើយនឹង j ហើយបន្ទាប់មកយើង set ណា color ហ្នឹងទៅឲ្យ color ដែលត្រូវ select ហ្នឹងស្មើនឹងណាំសិនហើយបន្ទាប់មកយើង set color ទៅតាម color ដែលត្រូវបានបោះចូលដោយចាប់តាមរយៈ gate ណា color RGB ហើយបន្ទាប់មកយើងធ្វើការ stop plus មានន័យថាវានឹងបញ្ចប់សកម្មភាពផ្លាស់ប្ដូរណាពណ៌ពី green ទៅ red ហ្នឹងហើយយើងធ្វើការ update ហើយក្រោយមកទៀតយើងមាន user ណា grid ទីតាំង i និង j យើងស្មើនឹងណាំហើយបន្ទាប់មកយើង set status ផងយើងឲ្យវា clear ហើយយើងសរសេរបន្ថែម click cell to select color ហើយចំពោះប៊ូតុងនៃ new game គឺយើងគ្រាន់តែ call ទៅកាន់ show admin dialog អញ្ចឹងយើងនឹងត្រូវធ្វើឡើងវិញទាំងអស់នៅក្នុងហ្នឹងហើយចំពោះ function check CSV គឺជាការផ្ទៀងផ្ទាត់លទ្ធផលអញ្ចឹងនៅក្នុងនេះគឺយើងមាន consistent យើងជា variable មួយដែលយើងប្រកាសវាស្មើ true ហើយបន្ទាប់មក row ហើយនឹង column ផងយើងទៅតាមទំហំដែលយើងបានកំណត់ហ្នឹងអញ្ចឹងវានៅស្ថិតនៅក្នុង cell ហ្នឹងនៅក្នុងទីតាំង row ទីប្រមាណ column ទីប្រមាណហើយមានពណ៌អីណា color correct color ហ្នឹងតើមានពណ៌អីដែលស្ថិតនៅក្នុងទីតាំង i ហើយនឹង j ហ្នឹងអញ្ចឹងបើសិនជាបាទ cell ផាត់យើង .select color name ខុសពី correct color អញ្ចឹងយើងឲ្យ consistent ហ្នឹងដូរមក false ហើយបន្ទាប់មកយើង cell ផាត់យើងហ្នឹងចាប់ផ្ដើមធ្វើការវាយតម្លៃតាមរយៈ evaluate match ហើយបន្ទាប់មកយើង check តែយក correct color ទេក្រៅពីហ្នឹងបើសិនជាមិន correct color វានឹងធ្វើការផ្លាស់ប្ដូរឬក៏ឆ្លាស់ពណ៌គ្នាភ្លាមចំពោះ score គឺយើងសាំម្ដងមួយបើសិនជាវា count ទៅឃើញត្រូវអញ្ចឹងវានឹង count ម្ដងមួយណាដោយចាប់យកទីតាំង row និង column ណាបាទទីតាំង row និង column ហើយទីតាំង row និង column ហ្នឹងប្រសិនបើណា grid ដែល user គាត់បាន click ចំទៅលើទីតាំងមួយណាហើយវាស្មើនឹង init color ទីតាំងមួយនឹងដែរអញ្ចឹងធ្វើឲ្យតម្លៃហ្នឹងវាត្រឹមត្រូវហើយបន្តមកទៀតគឺយើងមានបាទ result បាទ dialog យើងប្រើតាម Q dialog ហើយយើង set title ឲ្យ dialog ផងយើង CSV matching result ហើយបន្ទាប់មកយើងប្រើតាមរយៈ QV box layout យើងចាប់យកលទ្ធផលហ្នឹងយកមកធ្វើការ display នៅក្នុងនេះយើងមាន label យើងដាក់ label ដោយយើងសរសេរ CSV evaluation result ហើយយើងប្រាប់ថា consistent ណាវាស្របវាត្រូវបើសិនបើវាត្រឹមត្រូវមានន័យថាលក្ខខណ្ឌនឹងវាពិតហើយបើវាមិនត្រឹមត្រូវវាដាក់នឹងសញ្ញាខ្វែងហើយបញ្ជាក់ថា inconsistent មិនស្របហើយបន្ទាប់មកយើង set style set ដោយផ្លាស់ប្ដូរពណ៌សំទោសទំហំអក្សរទៅ16 pixel ហើយយើងយកវា bold ហើយបន្ទាប់មកយើង add result widget ហ្នឹងចូលទៅក្នុង result layout ផងយើងហើយក្រោយមកយើងធ្វើការបង្កើតនៅ label សម្រាប់ matching score ចំនួនចម្លើយដែលគាត់រកឃើញថាបានត្រឹមត្រូវជាមួយនឹងទំហំនៃ cell របស់យើងឧទាហរណ៍ថាយើងយក cell row ហើយនឹង column គុណគ្នាទៅអញ្ចឹងវាឃើញបានប្រអប់អញ្ចឹងវានឹងរកឃើញលទ្ធផលហ្នឹងហើយបន្ទាប់មកយើង set font size ហ្នឹងស្មើនឹង14ហើយយើង add score ហ្នឹងចូលទៅក្នុង result bar layout ផងយើងហើយក្រោយមកទៀតយើងមានប៊ូតុង close ដែលនៅខាងក្នុងហ្នឹងដោយយើងភ្ជាប់ទៅកាន់function built in គឺយើងប្រើ result dialog .accept មានន័យស្មើនឹង close រួចហើយយើងចាប់ផ្ដើម
ใน add close ប៊ូតុងហ្នឹងចូលទៅខាងក្នុងបាទ result dialog ហើយបន្តមកយើងធ្វើការ execute វារីឯនៅក្នុង admin dialog ណាគឺជា class ដែលទទួលបានមរតកពី Q dialog ហើយយើងមាន constructor ដែលមាន parameter color ហើយនិង parent ស្មើណាស់ហើយយើងអាចធ្វើបច្ចុប្បន្នភាព data នៅខាងក្នុងហ្នឹងណាតាមរយៈ constructor របស់ parent ហើយបន្ទាប់មកយើង add title admin to entry ហើយយើង add នៃ parent ចូលទៅខាងក្នុងហ្នឹងបន្ទាប់មកទៀត layout នេះណាគឺយើងបង្កើតដាក់ឈ្មោះថា layout តាមរយៈ QV box ហើយយើងបង្កើតណា form មួយឈ្មោះណា form ហ្នឹងចេញពី Q form layout ហើយក្រោយមកយើងណារៀបចំ color input ដោយយើងដាក់ Q line edit ហើយយើងធ្វើការណា comma បាទចែកវាមួយពណ៌ហ្នឹងគឺខណ្ឌដោយ comma ហើយបន្តដោយ keyword join ណាវានឹងចាប់យកអក្សរពណ៌នីមួយៗហ្នឹងតគ្នាជាមួយនឹង comma ណាដែលជា color ហ្នឹងបន្តមកទៀតយើង add row ចូលទៅក្នុង form ដោយដែលយើងដាក់ color ហើយយើងប្រាប់ណាថា comma separated ណាបាទចំពោះ color input ទាំងអស់ហ្នឹងហើយបន្តមកយើង add form ហ្នឹងចូលទៅក្នុង layout ក្រោយមកទៀតយើងបង្កើតណា init grid គឺយើងប្រើតាមរយៈ Q table widget ដោយនៅក្នុងនេះគឺយើងបង្កើត3 row 3 column បើសិនជាអ្នកនរគ្នាត្រូវការច្រើនជាងហ្នឹងអ្នកនរគ្នាត្រូវនេះមកដូរកន្លែងនេះឧទាហរណ៍ថាបើអ្នកនរគ្នាប្រើ5អញ្ចឹងអ្នកនរគ្នាត្រូវដូរកន្លែងហ្នឹង5ហើយបន្ទាប់មកដាក់តែទីតាំងសម្រាប់ horizontal header ហ្នឹងក៏0 1 2 3 4អញ្ចឹងទៅហើយនឹងណា vertical បាទជួរឈរហ្នឹងក៏0 1 2 3 4អីចឹងទៅហើយបន្ទាប់មកយើងដូរ range នេះណាពីចំនួន3ហ្នឹងទៅកាន់លេខដែលយើងបានកំណត់ថាយើងចង់បានប្រមាណឧទាហរណ៍ណាបើខាងនេះមក5 5អញ្ចឹងយើងដាក់វា5 5ដូចគ្នាហើយអានេះក៏ដូរមកតែ0ដល់4វាស្មើនឹង5ដូចគ្នាអញ្ចឹងហើយបន្ទាប់មកយើង add ណាយើងបង្កើត Q combo box ដោយ add Q combo box ហ្នឹងចូល add color ទាំងអស់ចូលទៅក្នុង Q ហ្នឹងហើយបន្ទាប់មកយើង add ណា combo box ហ្នឹងចូលទៅក្នុងណា init grid ផងយើងដោយដាក់បញ្ចូលទៅតាមទីតាំងនៃជួរដេកនិងជួរឈរដែលយើងបានបង្កើតហ្នឹងហើយបន្ទាប់មកយើង add ណា init grid ហ្នឹងចូលទៅក្នុង layout ផងយើងហើយបន្ទាប់មកយើងមានដាក់ប៊ូតុង save នៅខាងក្រោមហើយយើងភ្ជាប់វាទៅកាន់ណា function មួយឈ្មោះ save and generate ហើយបន្ទាប់មកយើង add ប៊ូតុងហ្នឹងចូលទៅក្នុង layout ផងយើងនៅក្នុងប៊ូតុងណានៅក្នុង function save and generate នេះគឺយើង add parent ណាដែល parent វាស្គាល់ពីទំហំ size ហើយនឹង color ហើយនឹងពណ៌ដែលយើងបានរៀបចំតើវាស្មើជាមួយនឹង data ដែលយើង get អត់ហើយបន្ទាប់មកយើងមាន user grid ដែលវានឹងធ្វើការ generate ណាជា row និង column តាមរយៈ list ផងយើងនៅក្នុងនេះគឺយើងមានណាបញ្ជាក់អំពីទំហំនៃ row និង column ផងយើងហើយបន្តមកទៀតគឺយើង generate នៅតាមរយៈ generate can ទៅនឹង parent ហើយយើង accept នេះយកវាមកហើយបន្ទាប់មកយើងមាន get data ដោយយើងកំណត់ទំហំណាទំហំហ្នឹងគឺ3បាទ size ហ្នឹង3 pixel 3 row 3 column អញ្ចឹងយើងដាក់ color ណាស្មើនឹង C strip ណាដែលវានឹងធ្វើការខណ្ឌចែក strip ហ្នឹងគឺវាបំបែកណាពណ៌មួយនឹងឲ្យដាច់ពីគ្នាដោយចាប់ចេញពីណា color input ដែលជា Q line edit ដែលយើងបានបោះចូលទៅហ្នឹងហើយវានឹង split ដែលមានន័យថាវាបំបែកតាមរយៈសញ្ញា comma ហើយប្រសិនបើណាយើងធ្វើការ split វានឹងបានត្រឹមត្រូវហើយបន្ទាប់មកយើងណារៀបចំ init color ជា empty list ហើយយើងចាប់ផ្ដើមណាប្រើប្រាស់ next loop ដើម្បី generate row និង column ហើយយើងបង្កាស row ដើម្បីចាប់យកម្ដង1 row ហើយនឹង column ណាដោយចាប់យក combo box ដែលតាមរយៈប្រអប់ដែលយើងបានកំណត់ទីតាំង x ហើយនឹង y មានន័យថាប្រអប់ណាrow ទីប្រមាណ column ទីប្រមាណហើយយើងរុញចូលទៅក្នុង combo box ហ្នឹងបន្ទាប់មកយើងចាប់យកនៃឈ្មោះ color name ដែលយើងបាន select ចេញពី combo box ហ្នឹងទុកក្នុង color ហើយបន្ទាប់មកយើង append
វាចូលទៅក្នុង row ប្រសិនបើ color ហ្នឹងវាស្ថិតនៅក្នុង នេះ color ផាត់យើងហើយបើសិនជា copy color ដែលយើងបានកំណត់យើងដូរវាមក y ក្នុងករណីនេះគឺយើងកែហើយយើងទប់ស្កាត់នេះបញ្ហានៅពេលដែលយើងដាក់ពណ៌ហ្នឹងវាដូចគ្នាជាមួយនឹងពណ៌ដែលយើងបានកំណត់ឧទាហរណ៍ដូចប្រអប់ពណ៌ខ្មៅអញ្ចឹងយើងបើប្រអប់ពណ៌ខ្មៅនឹងវាដូចគ្នាយើងបដូរអក្សរហ្នឹងឲ្យមកពណ៌សអញ្ចឹងកន្លែងនេះវាមានការដូរបន្តិចនៅក្នុង program របស់យើងតមកយើង init ណា color ផងយើង append row ចូលទៅហើយបន្ទាប់មកយើងឲ្យវា return size នៃ color ហើយនឹង init color បន្ទាប់មកយើងរៀបចំ main function ដោយបង្កើត app នៅតាមរយៈ Q application ហើយកើតផ្ទាំង window ធំរបស់យើងតាមរយៈ class color matching window ហើយយើងឲ្យវា show ហើយបន្ទាប់មកយើងបិទនេះបញ្ចប់តំណរវាង sys ដោយបើកផ្លូវឲ្យ program របស់យើងដំណើរការក្រោយមកយើងមាន special condition ណាអ្នកនរគ្នាពេលដែលធ្វើការសរសេរគឺសូមឲ្យពិនិត្យសារឡើងវិញព្រោះខ្ញុំឃើញនេះគ្នាយើងពេលខ្លះគាត់ copy ពីគេឬក៏ច្រឡងចេញពីអីមួយមកឆ្លងកាត់តាម program ណាមួយអញ្ចឹងវាតែងតែលុប underscore មុខក្រោយនឹងចោលទាំងអស់ពីព្រោះនេះដើម្បីគេការពារគេមិនឲ្យ program របស់យើងឆ្លងកាត់កន្លែងគេបំផ្លាញកន្លែងគេអញ្ចឹងបានលោកគ្រូតែងតែណែឲ្យតែឃើញអ្នកណាច្រឡងពីគេគាត់កលេចមកលោកគ្រូដឹងណាច្រឡងគេឬមិនច្រឡងគេសរសេរខ្លួនឯងមិនសរសេរខ្លួនឯងគឺមិនលាក់ទេលោកគ្រូគាត់តែកលេចតែតាមមកឆ្វាច់ទៅគឺដឹងហើយអញ្ចឹងគឺសូមឲ្យអ្នកនរគ្នាណែពេលធ្វើអីក៏ដោយគឺត្រូវពិនិត្យសារឡើងវិញ double check តាំងពីដើមដល់ចប់បើមិនអញ្ចឹងទេអ្នកនរគ្នាមិនអាចណែអនុវត្តកិច្ចការនឹងបានល្អទេអូខេអញ្ចឹងនៅក្នុងលំហាត់ផងយើងគឺមានប៉ុណ្ណឹងហើយខ្ញុំសូមបង្ហាញលទ្ធផលចុងក្រោយបន្តិចនៅក្នុងនេះយើងឃើញនេះជាលទ្ធផលផ្ទាំង window ផងយើងហើយបន្ទាប់មក admin ណែគាត់ចាប់ផ្ដើមធ្វើការ select ដោយរើសពណ៌ឧទាហរណ៍ថាគាត់រើស brown ណាគាត់រើស white គាត់រើស black ណាហើយគាត់រើស purple ណា blue បាទណាហើយ green ណាគាត់រើស red orange ហើយនិង yellow ឧទាហរណ៍អញ្ចឹងហើយបន្ទាប់មកយើងចុចលើប៊ូតុង save ទៅអញ្ចឹងវានឹងបង្កើតពណ៌ឲ្យយើងអញ្ចឹងនៅក្នុងនេះណា user គាត់ click លើហ្នឹងអញ្ចឹងគាត់អាចរើសពណ៌នឹងឲ្យត្រូវឧទាហរណ៍ថា brown ណាwhite ណាblack បាទអញ្ចឹង black វាបើសិនជាយើងមិញអត់បានដូរវានឹងពណ៌វាបាក់ហើយបន្ទាប់មកយើងមាន green យើងមាន blue យើងមាន purple យើងមាន red យើងមាន orange យើងមាន yellow ក៏ប៉ុន្តែខ្ញុំដាក់ថា green ដើម្បីឲ្យវាខុសណាយើងដាក់ខុសពីរកន្លែងចុះបាទអញ្ចឹងខ្ញុំដាក់វាខុសពីរបន្ទាប់មកខ្ញុំចាប់ដើមធ្វើការ check ណាហើយកន្លែងនេះគឺជាពេលវេលាម៉ោងវានឹងធ្វើការ update ណារៀងរាល់1នាទីម្ដងបាទអ្នកនរគ្នាឃើញពីណាលេខរបស់វានឹងវានឹងធ្វើការ update ណាតែដោយសារនេះខ្ញុំអត់បាន update ហើយបន្ទាប់មកអ្នកនរគ្នាអាចចុចទៅលើប៊ូតុងណា check matching រងចាំបន្តិចវាគង់ធ្វើអញ្ចឹងវារកឃើញថាយើងណាឆ្លើយត្រូវបាន7លើ9ហើយ2ទៀតគឺឆ្លើយមិនត្រូវទៅកន្លែងដែលឆ្លើយមិនត្រូវហ្នឹងគឺវាមានពណ៌ណេះ flip plate ដែលយើងហៅថា flashing ដោយយើងកំណត់ពណ៌ flip plate ហ្នឹងយើងដាក់តែ2ពណ៌ទេគឺ green ហើយនិង red តាមពិតយើងចង់ឲ្យវាឆ្លាស់ជាមួយនឹងពណ៌ដើមតែខ្ញុំទុកវាជាលំហាត់សម្រាប់អ្នកនរគ្នាអនុវត្តណាហើយអាចកែអាចធ្វើអ្វីៗដោយខ្លួនយើងពីព្រោះនេះយើងមិនអាចដាក់ឲ្យម្ដងណាអ្នកនរគ្នាគាត់ធ្វើតាមអញ្ចឹងអ្នកនរគ្នាឃើញចំណុចខ្សោយកន្លែងណាខ្វះកន្លែងណាអ្នកនរគ្នាអាចកែកន្លែងហ្នឹងបាទអូខេអញ្ចឹងកន្លែងនេះយើងអាចដាក់មកជា yellow វិញបាទហើយខ្ញុំសាកតែភាសាទៀតអញ្ចឹងបើវាត្រូវវានឹងបាត់ហើយកន្លែងនេះយើងដូរមកដាក់ y វិញមកបើសិនជាវាត្រូវណាវានឹងប្រាប់យើងថា consistent 9លើ9ហើយបន្ទាប់មកវារក្សាពណ៌ធម្មតាมันមានការប្រែប្រួលអីទេអូខេនេះគឺជាលទ្ធផលចុងក្រោយហើយពេលដែលអ្នកនរគ្នា clear គ្រាន់តែសម្អាតអក្សរទេតែអ្នកនរគ្នាអាច play សារថ្មីនេះបើចំពោះ new game គឺយើង set សារឡើងវិញទាំងអស់តែម្ដងអូខេ
តែចឹងខ្ញុំសូមមិនធ្វើការបង្ហាញច្រើនទេហើយសង្ឃឹមថាអ្នកនរគ្នានឹងអនុវត្តឲ្យបានទាំងអស់គ្នាហើយផ្ដល់ចម្លើយមកឲ្យលោកគ្រូតាមក្រុម Telegram វិញអរគុណច្រើន